យាយអំពីការបែកញើសធំក្លិនមិនល្អតាមធម្មតារាងកាយរបស់មនុស្សបញ្ចេញជាតិពុលស្អុយស្អុយនិងឆ្អេះឆ្អេះបញ្ចេញតាមលាមកស្អុយស្អុយបញ្ចេញតាមទឹកនោមឆ្អេះឆ្អេះនៅពេលដែលរាងកាយរបស់មនុស្សមានជាតិពុលក្នុងកម្រិតមធ្យមដែលអាចឲ្យថ្លើមប្រមាថបញ្ចេញតាមលាមកគ្រប់គ្រាន់អស់ឬមួយក៏តម្រក់នោមបញ្ចេញតាមទឹកនោមអស់គឺជាធម្មតាពេលដែលយើងបែកញើសវាអត់ធំក្លិនអាក្រក់ទេប៉ុន្តែនៅពេលដែលមានសារធាតុពុលច្រើនពេកនៅក្នុងខ្លួនពុលដល់កម្រិតមួយដែលធ្វើឲ្យលើសសមត្ថភាពថ្លើមប្រមាថនឹងតម្រងនោមបញ្ចេញចោលចេញទៅក្រៅគឺរាងកាយរបស់មនុស្សចាប់ផ្ដើមយកវាទៅចាក់ចោលតាមស្បែកនៅស្បែករបស់យើងមានក្រពេញបញ្ចេញញើសហើយក្រពេញបញ្ចេញញើសវាគឺជាក្រពេញដែលមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការចាក់ជាតិពុលចោលគឺមានន័យថាជាតិពុលដែលអាចចាក់ចោលតាមលាមកក៏អាចចាក់តាមញើសហើយជាតិពុលដែលចាក់ចោលតាមតម្រងនោមក៏អាចចាក់ចោលតាមញើសបានដែរឲ្យតែយើងបែកញើសបានល្អនៅពេលដែលយើងបែកញើសគ្រប់ពេលទាំងអស់បើសិនជាញើសនឹងវាច្រើនរយៈពេលវែងហើយគឺជាទូទៅគឺញើសនឹងធំក្លិនហើយក៏ប៉ុន្តែការធំក្លិននឹងវាមានកម្រិតមួយដែលអាចទទួលយកបាននៅពេលដែលគ្រាន់តែបែកបន្តិចបន្តួចឧទាហរណ៍ថាបែកញើសក្លៀកបន្តិចបន្តួចមកធ្វើការពីព្រឹកដល់ល្ងាចហើយស្រាប់តែស្អុយដែរនោះគឺមិនមែនជាកម្រិតធម្មតាទេវាជាជំងឺដែលរាងកាយរបស់យើងនឹងមិនអាចបញ្ចេញជាតិពុលអស់ទៅតាមលាមកនិងទៅតាមទឹកនោមហើយនៅពេលដែលមនុស្សខ្លះគាត់មិនបានបែកញើសឲ្យចេញតាមញើសគ្រប់គ្រាន់អញ្ចឹងមានពេលខ្លះវាអាចចេញទៅតាមមាត់ចេញទៅតាមខ្យល់ដង្ហើមហើយដូច្នេះហើយអាចនឹងធ្វើឲ្យគាត់ធំក្លិនមាត់ធំក្លិនខ្យល់ដង្ហើមទៀតហើយមានមនុស្សខ្លះទៀតគឺជាតិពុលនឹងវាចេញជាប្រចាំតាមខ្យល់ដង្ហើមធ្វើឲ្យខ្លួនគាត់ផ្ទាល់ម្ចាស់ខ្លួននឹងមានអារម្មណ៍ថាខ្លួននឹងធំក្លិនបើទោះជាកម្រិតជាតិពុលដែលធំក្លិននឹងមិនធំក្លិនដល់អ្នកដទៃក៏គាត់មានអារម្មណ៍ខ្លួនគាត់មិនទុកចិត្តខ្លួនឯងហើយឈានទៅរកការលុញឃ្លៀកឈានទៅរកការលាបឡេលាបម្សៅឬក៏បាញ់ទឹកអប់ជូរខ្លួនជាដើមឥឡូវមូលហេតុអ្វីបានធ្វើឲ្យមនុស្សមានជាតិពុលច្រើនរហូតដល់ចេញតាមញើសធ្វើឲ្យស្អុយដល់ញើសជាការពិតធម្មតាញើសរបស់យើងគឺគួរឲ្យបែករាល់ថ្ងៃជាប្រចាំមិនថាតិចមិនថាច្រើនគឺយើងបន្ថយបន្ទុកក្រពះពោះវៀនហើយនឹងថ្លើមប្រមាត់តម្រងនោមក្នុងការខូចខាតសឹករិចរើដោយសារការចាក់ជាតិពុលហើយក៏យើងអាចជួយសន្សំធម្មពលបានខ្លះដែរពីព្រោះពេលដែលយើងដើរបែកញើសគឺទីមួយយើងផលិតធម្មពលយើងមិនខាតធម្មពលទេហើយក្នុងពេលតែមួយគឺយើងចាក់ចោលជាតិពុលបានទៅតាមញើសទៀតហើយអញ្ចឹងគឺយើងចំណេញច្រើនហើយដូច្នេះហើយគួរតែយើងខំប្រឹងធ្វើឲ្យមានការបែកញើសបើទោះជាយើងមិនមានជាតិពុលច្រើនលើសលប់ក៏ដោយក៏យើងគួរតែបញ្ចេញជាតិពុលតាមញើសខ្លះទៅពីព្រោះការបញ្ចេញជាតិពុលតាមញើសវាមិនធ្វើឲ្យយើងអស់កម្លាំងវាមិនខាតធម្មពលក្នុងការយកទៅចាក់ចោលហើយវាមិនខូចខាតសរីរាង្គដូចជាថ្លើមប្រមាថពោះវៀនតូចពោះវៀនធំជាដើមហើយនឹងតម្រងនោមផ្លោកនោមទៀតអូខេអញ្ចឹងសួរថាហេតុអ្វីបានមនុស្សមានជាតិពុលច្រើនរហូតដល់ទៅគាត់បែកញើសស្អុយហើយសួរថាស្អុយតាមធម្មតាបើសិនជាស្អុយលាមកវាស្អុយផ្សេងហើយបើសិនជាឆ្អេះទឹកនោមវាឆ្អេះផ្សេងប៉ុន្តែនៅពេលដែលជាតិពុលទាំងពីរមុខរួមបញ្ចូលគ្នាគឺពិបាកទ្រាំណាស់ហើយមានមនុស្សខ្លះទៀតគាត់មិនមែនបញ្ចេញតែពេលគាត់កំពុងបែកញើសទេគឺគាត់អង្គុយស្ងៀមក៏គាត់បញ្ចេញជាតិពុលនឹងដែរគឺគេហៅថាបញ្ចេញសារការពិតការបញ្ចេញសារហ្នឹងក្រៅពីជាតិពុលនៅក្នុងខ្លួនដែលកើនឡើងគឺអាចនឹងមានមេរោគផលិតជាតិពុលនៅលើស្បែកនៅលើក្លៀកនៅត្រង់ត្រពេញបញ្ចេញញើសនឹងទៀតហើយភាគច្រើនកើតឡើងនៅលើមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយដោយសារជាតិគីមីហើយមានបញ្ហាខុសប្រក្រតីទៅលើអរម៉ូនអញ្ចឹងនៅពេលដែលមានជាតិគីមីច្រើនមានជាតិពុលច្រើនធ្វើឲ្យមេរោគវាដុះហើយធ្វើឲ្យអរម៉ូនវាប្រែប្រួលនៅពេលដែលយើងមានជាតិពុលមានជាតិគីមីច្រើនធ្វើឲ្យស្បែករបស់យើងមានក្រពេញបញ្ចេញជាតិពុលកាន់តែច្រើនហើយកាន់តែធំហើយកាន់តែសកម្មនឹងនៅពេលដែលរាងកាយរបស់យើងប៉ះពាល់លើជាតិពុលប៉ុន្តែយើងនៅគ្រប់គ្រងបានពេលដែលប៉ះជាតិពុលគ្រប់គ្រងលែងបានគឺក្រពេញបញ្ចេញញើសរបស់យើងខូចខាតទាំងស្រុងគឺឈប់ចេញញើសតែម្ដងតែនៅពេលដែលគ្រប់គ្រងបានគឺអរម៉ូនរបស់យើងនឹងព្យាយាមខួរក្បាលក៏បញ្ជាថាឲ្យមានការបញ្ចេញជាតិពុលទៅតាមស្បែកឲ្យបានច្រើនហើយនៅស្ងៀមក៏បញ្ចេញដែរហើយអញ្ចឹងហើយនៅស្ងៀមក៏ធំក្លិនដែរអញ្ចឹងសរុបសេចក្តីទៅគឺការដែលយើងធំក្លិនញើសធំក្លិនខ្លួនឬធំក្លិនដង្ហើមវាជារោគសញ្ញាដែលក្នុងខ្លួនរបស់យើងមានការចុះខ្សោយនៃសរីរាង្គដែលបញ្ចេញជាតិពុលឬមួយក៏យើងមានជាតិពុលច្រើនពេកឬមួយក៏យើងផលិតជាតិពុលដោយខ្លួនឯងច្រើនពេកឬមួយក៏មេរោគនៅក្នុងខ្លួនយើងនឹងវាផលិតជាតិពុលច្រើនពេកដើម្បីយើងដោះស្រាយបញ្ហានឹងបានគឺយើងត្រូវរកមូលហេតុដែលធ្វើឲ្យយើងមានជាតិពុលច្រើននៅក្នុងខ្លួនអញ្ចឹងទី1មកពីបរិស្ថានមានជាតិពុលច្រើនពេកហើយជាតិពុលទាំងអស់នោះធ្វើឲ្យប្រព័ន្ធការពាររាងកាយយើងចុះខ្សោយឬមួយក៏យើងញ៉ាំអាហារដែលសម្បូរជាតិពុលច្រើនពេកហើយនឹងសម្បូរមេរោគដែលរស់នៅក្នុងក្រពះពោះវៀនរបស់យើងរយៈពេលវែងធ្វើឲ្យក្រពះរបស់យើងខ្វះជាតិអាស៊ីតក្នុងការរំលាយអាហារនិយាយរួមគ្រប់មូលហេតុទាំងអស់មិនថា stress មិនថាជាតិពុលមិនថាមេរោគមិនថាគីមីគឺមូលហេតុរួមធំជាងគេបង្អស់ចំណុចចាប់ផ្ដើមគឺខ្វះអាស៊ីតរំលាយអាហារនៅក្នុងក្រពះនៅពេលនោះជាតិសាច់ជាតិខ្លាញ់មិនអាចបំបែកហើយស្រូបយកទៅចិញ្ចឹមរាងកាយបានទេដូច្នេះហើយវារលួយហើយវាចិញ្ចឹមមេរោគនៅពេលដែលចិញ្ចឹមមេរោគកាន់តែយូរជាតិពុលកាន់តែច្រើនកើនយូរទៅហួសសមត្ថភាពថ្លើមពីព្រោះគ្រប់ជាតិពុលទាំងអស់ដែលចូលទៅតាមនឹងគឺជ្រាបចូលក្នុងឈាមហើយពេលដែលជ្រាបចូលក្នុងឈាមគឺប្រមូលចូលថ្លើមទាំងអស់ថ្លើមចាត់ចែងជាតិពុលបន្សាបជាតិពុលចេញមកវិញតាមប្រមាត់ដើម្បីយកទៅបាត់ជើងធំនៅថ្ងៃស្អែកនៅពេលដែលហួសសមត្ថភាពគេហៅថាលេចថ្លើមគឺវាជ្រាបចូលទៅដល់ក្នុងឈាមហើយត្រូវយកទៅចាក់ចោលតាមតម្រងនោមហើយនៅពេលដែលវានៅក្នុងឈាមច្រើនពេកគឺរាងកាយរបស់យើងបញ្ចេញជាតិពុលតាមក្រពេញបញ្ចេញញើសនិងក្រពេញបញ្ចេញខ្លាញ់ក្រពេញដែលបញ្ចេញខ្លាញ់បាននៅលើស្បែកក្បាលគឺញើសក៏បានខ្លាញ់ក៏បាននៅកន្លែងឃ្លៀកនៅកលៀនអញ្ចឹងសុទ្ធតែកន្លែងបញ្ចេញញើសផងបញ្ចេញខ្លាញ់ផងអញ្ចឹងទាំងអស់នោះគឺកន្លែងដែលងាយបែកញើសហើយបែកតែបន្តិចក៏ធំក្លិនក៏ស្អុយក៏ឆ្អេះស្អុយផងឆ្អេះផងបូកចូលគ្នាគឺជាក្លិនមួយចម្លែកដែលយើងអាចហៅថាស្អុយញើសឬមួយក៏ស្អុយសា
មួយទៀតជួនកាលក្រពះពោះវៀនរបស់យើងគឺធ្វើការធម្មតាมันមានអ្វីមួយរលួយទេក៏ប៉ុន្តែគឺថ្លើមខូចខ្លួនឯងខូចដោយសារការញ៉ាំស្រាខូចដោយសារការជក់បារីខូចដោយសារការញ៉ាំគ្រឿងកំប៉ុងជៀនបំពងឬមួយក៏ដោយសារមេរោគថ្លើមឬមួយក៏ដោយសារព្រូនសត្វល្អិតតេញ៉ាឬក៏ផ្សិតដូច្នេះនេះគឺជាមូលហេតុមួយទៀតដែលក្រពះមិនខ្សោយទេក៏ប៉ុន្តែថ្លើមនឹងប្រមាត់ខ្លួនឯងខ្សោយមិនអាចបន្សាបជាតិពុលបានមួយទៀតជួនកាលគាត់ញ៉ាំស្ករញ៉ាំខ្លាញ់ច្រើនពេកគឺនៅពេលនោះថ្លើមរបស់គាត់នឹងញាប់ខ្លាញ់នៅពេលដែលញាប់ខ្លាញ់គឺទី1ធ្វើការមិនបានល្អហើយទី2បើទោះជាធ្វើការបានអាខ្លាញ់នឹងវាស្ទះផ្លូវមិនឲ្យយើងយកជាតិពុលដឹកជញ្ជូនយកទៅចាក់ចោលបានស្រួលអញ្ចឹងវាស្ទះជាតិពុលនឹងនៅក្នុងឈាមនៅពេលដែលសល់ជាតិពុលនៅក្នុងឈាមគឺត្រូវច្រាលចេញទៅតាមញើសអញ្ចឹងមួយទៀតដែលអាចខ្សោយនឹងគឺខ្សោយតម្រងនោមរបស់មនុស្សគឺត្រូវមានសមត្ថភាពបញ្ចេញជាតិពុលចោលឲ្យបាន 70% នៃចំនួនជាតិពុលដែលមាននៅក្នុងឈាមក៏ប៉ុន្តែតម្រងនោមមនុស្សខ្លះគាត់ខូចនៅពេលដែលតម្រងនោមខូចឬមួយក៏តម្រងនោមនឹងវាចុះខ្សោយស្ងាត់វាក៏អាចធ្វើឲ្យយើងធំក្លិនញើសខ្លាំងដែរពិសេសញើសដែលខ្សោយតម្រងនោមនឹងភាគច្រើនគឺឆ្អែតខ្លាំងភាយហើយអាចនឹងឆ្អែតខ្លាំងជាងទឹកនោមទៀតហើយអញ្ចឹងសួរថានៅពេលណាដែលតម្រងនោមខូចដោយមិនដឹងខ្លួននិយាយរួមមេរោគនៅត្រង់ណាក៏ដោយឧទាហរណ៍ថានៅក្នុងឫសធ្មេញនៅចាញ់ធ្មេញឬមួយក្នុងច្រមុះក្នុងត្រចៀកក្នុងប្រហោងឆ្អឹងមុខលើស្បែកក្បាលឬមួយក៏នៅក្នុងសរីរាង្គភេទថ្លើមក៏ដោយប្រមាត់ក៏ដោយសួតក៏ដោយនៅត្រង់ណាក៏ដោយគឺជាទូទៅប្រព័ន្ធការពាររាងកាយរបស់យើងនឹងវាចេញអង់ទីគ័រមកហើយចងជាប់ជាមួយនឹងមេរោគគេហៅថា complex antigen antibody ឬមួយក៏ complement ដែលវាចងជាប់ជាមួយនឹងមេរោគអញ្ចឹងគេយកទៅណាយកទៅចាក់ចោលតាមតម្រងនោមនៅពេលដែលទៅដល់តម្រងនោម complex នឹងវាធំមេរោគជាមួយនឹងអង់ទីគ័រនឹងវាធំអញ្ចឹងវាធ្វើឲ្យការខ្សោយតម្រងនោមនឹងមានការធ្លាក់ចុះបន្តិចម្ដងដោយស្ងាត់ដោយមិនដឹងខ្លួនហើយមួយទៀតគឺយើងអាចនឹងខូច metabolic ពីព្រោះមនុស្សឥឡូវកើតជំងឺ metabolic syndrome គឺឡើងជាតិ insulin ឡើងជាតិស្ករសមជាមួយ insulin ឡើងទម្ងន់នឹងគេហៅជំងឺ metabolic syndrome នៅពេលដែលមាន metabolic syndrome គឺយើងផលិតថាមពលចិញ្ចឹមរាងកាយនៅសល់សំណល់គីមីពុលច្រើនណាស់គេហៅថា organic acid គេឲ្យស្ករទៅល្អស្ករធម្មតាគេឲ្យសាច់ទៅធម្មតាគេឲ្យខ្លាញ់ទៅធម្មតាប៉ុន្តែនៅពេលដែលយើងចំហេះខ្លាញ់ស្ករសាច់នឹងទៅជាថាមពលយើងនៅសល់សំណល់ពុលច្រើនជាងប្រក្រតីច្រើនរហូតដល់យើងចាក់ចោលមិនបានអញ្ចឹងនឹងក៏ធ្វើឲ្យសំណល់គីមីពុលច្រើនមិនអាចចេញចោលតាមតម្រងនោមបានអស់អញ្ចឹងទៅត្រូវចេញតាមញើសត្រូវចេញតាមខ្យល់ដង្ហើមហើយដូច្នេះហើយអាចធំក្លិនញើសធំក្លិនខ្យល់ដង្ហើមហើយធំក្លិនមាត់ទៀតហើយម្យ៉ាងទៀតធម្មតាឲ្យតែមេរោគនៅត្រង់ណាក៏ដោយវាផលិតជាតិពុលក៏ប៉ុន្តែអាចនឹងមេរោគនោះផលិតជាតិពុលពិសេសមេរោគខ្លះគឺផលិតចេញមកគ្រប់យ៉ាងមានទាំងមេតានទៀតអាអូស្មန်មេតានហ្នឹងដូចយើងរស់នៅក្បែរលូទឹកស្អុយអញ្ចឹងពេលដែលផលិតច្រើនមិនត្រឹមចេញតាមញើសទេគឺចេញតាមខ្យល់ដង្ហើមពេលដែលយើងនិយាយគ្រប់ពេលដែលយើងដកដង្ហើមចេញគឺវានាំខ្យល់នឹងចេញទៅតាមសួតចាអញ្ចឹងអានឹងត្រួសដែលថាឲ្យមានមេរោគផលិតនៅក្នុងខ្លួនប៉ុន្តែមានពេលខ្លះអំបញ្ញខ្ញុំនិយាយថាមានមេរោគខ្លះវានៅក្នុងស្បែកនៅក្នុងក្រពេញបញ្ចេញញើសនិងក្នុងក្រពេញបញ្ចេញខ្លាញ់មេរោគខ្លះគឺមានក្លិនអាក្រក់ណាស់ហើយអញ្ចឹងទៅនៅពេលដែលយើងអាចនឹងរកឃើញថាវាមកពីមេរោគហ្នឹងយើងអាចធ្វើឲ្យបាត់ស្អុយបានប៉ុន្តែវាលំបាកជាងគេលំបាកត្រង់ថាមេរោគនោះវាអាចនឹងស៊ាំជាមួយថ្នាំរកថ្នាំប្រភេទទំនើបហ្នឹងគឺជួនកាលអត់ត្រូវគ្មានមុខណាមួយដាក់ត្រូវក៏ប៉ុន្តែយើងអាចនឹងព្យាបាលតាមរបៀបផ្សេងមានពេលខ្លះយើងលេបចូលទៅក្នុងខ្លួនវាអត់ត្រូវមែនប៉ុន្តែពេលដែលយើងលាបនៅលើស្បែកអាចនឹងត្រូវហើយមានពេលខ្លះទៀតយើងប្រើថ្នាំធម្មជាតិជាទូទៅថ្នាំធម្មជាតិកម្រនឹងមានមេរោគណាអាចនឹងស៊ាំហើយថ្នាំសាសរបៀបធម្មជាតិដែលរុក្ខជាតិផលិតដើម្បីការពារខ្លួនកុំឲ្យបាក់តេរីនិងមេរោគផ្សិតអីជាដើមដុះនៅលើខ្លួនវានឹងមានពេលខ្លះវាមានប្រសិទ្ធភាពខ្លាំងហើយវាមានច្រើនមុខយើងគ្រាន់តែប្រឹងរកទៅបើមួយមុខមិនត្រូវដាក់មួយមុខទៀតទៅវាមិនដែលថាមិនត្រូវយ៉ាងហើយបំផុតយើងអាចកាត់បន្ថយក្លិនរបស់យើងជួនកាលវាអាចនឹងកាត់បន្ថយបាន9ម៉ោងទៅ6ម៉ោងលើសពី4ទៅ6ម៉ោងវាអាចនឹងឲ្យក្លិនមកវិញភាសាទៀតខ្ញុំធ្លាប់ព្យាបាលអ្នកដែលធំក្លិនក្លៀកខ្លាំងកាលហ្នឹងខ្ញុំប្រើប្រេងធម្មជាតិមាន lavender frankincense lemon 4-5មុខ eucalyptus អញ្ចឹងយើងយកទៅលាយជាមួយប្រេងដូងយកទៅលាបនៅលើក្លៀកដែលក្លៀកធ្លាប់ធំក្លិនស្អុយខ្លាំងដើរកាត់មិនបានឲ្យតែភ្ញាក់ពីដេកបើមិនទាន់បានមួយទឹកហ្នឹងគឺដើរកាត់មិនបានគឺធ្វើឲ្យមានការជាសះស្បើយហើយអាចនឹងដើរកាត់អត់អីដំបងអាចនឹងបានត្រឹម4ទៅ6ម៉ោងដល់ព្យាយាមលាបយូរទៅដូចអត់មានឃើញបញ្ហាអីទេហើយមានពេលខ្លះខ្ញុំឃើញគេប្រើសាជូមានពេលខ្លះគេប្រើក្រូចឆ្មាហ្នឹងក៏វាអាចជួយបានដែរអាក្លិនហ្នឹងស្លឹកគ្រៃណាបើថាបាក់ពេកដាំទឹកហើយត្រាំទៅមិនចូលនឹងទឹកក្តៅទេណាចង់និយាយថាយើងដាំទឹកហើយយើងចូលគេងត្រាំទឹកហ្នឹងមានអំបិលមានស្លឹកគ្រៃមានស្លឹកក្រូចមានស្លឹកអំពិលអីចឹងទៅយើងធ្វើតាមរបៀបធម្មជាតិហើយជាពិសេសយើងធ្វើដូចយើងឆ្ពង់ហើយបើសិនជាយើងចង់ឆ្ពង់ក៏បានដែរគឺយើងឆ្ពង់ឲ្យញឹកញាប់ទៅពីព្រោះពេលដែលឆ្ពង់ហ្នឹងវាក្តៅហើយវានាំអាប្រេងហ្នឹងទៅតាមខ្យល់ឆ្ពង់ហ្នឹងគឺវាជ្រាបចូលពេញខ្លួនពេញស្បែកក្បាលហ្នឹងទៀតចឹងយើងព្យាយាមធ្វើបែបហ្នឹងទៅវាកាត់បន្ថយបានយូរទៅវាបាត់ហើយសំខាន់ជាងគេគឺយើងត្រូវដឹងថាយើងធ្វើយ៉ាងណាកុំឲ្យមានជាតិពុលចូលណាការញ៉ាំគ្រឿងកញ្ចប់គ្រឿងកំប៉ុងណាការញ៉ាំស្ករច្រើនពេកជាពិសេសអាស្ករដែលយើងជ្រាបលឿនស្ករដែលធ្វើអំពីម្សៅយើងសិតតែស្ករទាំងអស់ណាដែលគេយកធ្វើម្សៅទៅហើយយកធ្វើនំកងយកធ្វើនំបត់នំគមនំដូណាត់នំពីហ្សានំផ្សេងអានំធំនំប៉ោតនំពាងអីនោះសុទ្ធទាំងអស់នោះសុទ្ធតែស្ករដែលធ្វើពីម្សៅអាចជ្រាបលឿនហ្នឹងគឺខូចណាគឺខូចប្រព័ន្ធការពាររាងកាយគឺខូចថ្លើមខូចប្រមាត់ហើយកាត់ជាតិពុលច្រើនខ្លាំងមែនតើគឺខូចម៉ាស៊ីនផលិតថាមពលខូចតម្រងនោមខ្សោយតម្រងនោមនិយាយរួមបើសិនជាយើងធ្វើបានតែប៉ុណ្្នឹងគឺញើសយើងទោះជាបែកហូរប៉ុណ្ណាក៏វាមិនស្អុយខ្លាំងដែរអញ្ចឹងបើយើងចង់ដឹងថាយើងខូចត្រង់ណាយើងធ្វើតេស្តអីខ្លះតាមធម្មតាយើងធ្វើអាតេស្តកញ្ចប់សុខភាពគ្រឹះគឺក្នុងនោះមានអស់ហើយមុខងារថ្លើមមុខងារក្រពះប្រមាត់តម្រងនោមណាអាស៊ីតប្រមាត់មានប្រមាណខ្វះឬមិនខ្វះហ្នឹងនៅក្នុងកញ្ចប់មូលដ្ឋានគ្រឹះនៃការពិនិត្យសុខភាពហ្នឹងគឺមានគ្រប់គ្រាន់ហើយយើងអាចនឹងបន្ថែមពីមុខងារតម្រងនោមជាលក្ខណៈពិសេសគឺយើងត្រូវទៅរកជាតិ microalbumin និងជាតិ creatinine នៅក្នុងតម្រងនោមដើម្បីវិភាគថាតើតម្រងនោមហ្នឹងវាបញ្ចេញជាតិពុលបានគ្រប់ចំនួនដែរឬទេហើយបើសិនជាយើងអាចនឹងមានលក្ខណៈពិសេសខ្លះចាំបាច់ត្រូវធ្វើតេស្តបន្ថែមទៅក្រៅប្រទេសពេលនោះខ្ញុំនិយាយអំបញ្ញមិញហ្នឹងគឺរកអាជាតិពុលគេហៅ organic acid organic ដែលយើងផលិតដោយខ្លួនឯងឬក៏មេរោគដែលរស់នៅក្នុងខ្លួនហ្នឹងផលិតដោយខ្លួនឯងគ្មានជាតិពុលចេញពីក្រៅគឺផលិតជាតិពុលនឹងដោយខ្លួនឯងនៅក្នុងខ្លួនឯងគេហៅ organic acid គឺជាតិពុលនឹងកើតដោយធម្មជាតិនៅក្នុងខ្លួនយើងចា៎ហ្នឹងអាចរកបាននៅក្នុងទឹកនោមយើងអាចរកបានជិត100មុខអញ្ចឹងយើងក៏ដឹងមូលហេតុដែរមូលហេតុរួមមូលហេតុហ្នឹងដឹងទាំងពីកាពះពោះវៀនជាតិពុលថ្លើមតម្រងនោមការផល
ផលិតជាតិពុលដែលថាយើងផលិតជាតិពុលទៅវាចេញផ្សែងច្រើនណាស់ចេញជាតិពុលច្រើនណាស់ចឹងហ្នឹងក៏យើងអាចរកឃើញមួយទៀតយើងអាចរកបន្ថែមនៅព្រំសត្វល្អិតនៃញ៉ាដែលយើងរកមិនឃើញនៅក្នុងលាមកយើងអាចរកជំងឺកាមរោគដែលយើងលាក់ទុកមានពេលខ្លះយើងត្រូវបៀកចេញពីសរីរាង្គភេទគឺបៀកយកសំណាក់ពីសរីរាង្គភេទទៅបណ្ដុះទៅចិញ្ចឹមមេរោគនៅក្នុងមន្ទីរពិសោធន៍ហើយរកថ្នាំព្យាបាលមួយទៀតយើងក៏អាចយកលាមកទៅធ្វើ DNA ដើម្បីរកពូជមេរោគថាឥឡូវហ្នឹងមានមេរោគល្អមានមេរោគអាក្រក់មានមេរោគដែលផលិតជាតិពុលពូជណាខ្លះប្រភេទណាខ្លះហើយត្រូវព្យាបាលយ៉ាងណាដើម្បីធ្វើឲ្យក្រពះពោះវៀនរបស់យើងមានលំនឹងត្រឡប់មកវិញដើម្បីធ្វើឲ្យថ្លើមរបស់យើងអាចបន្សាបជាតិពុលប្រមាត់របស់យើងអាចបញ្ចេញជាតិពុលអាចស្តុកជាតិពុលបានអញ្ចឹងត្រឡប់មកវិញការព្យាបាលត្រួតអំបញ្ញមិញយើងបាននិយាយហើយអំពីអនាម័យខ្លួនអំពីការមួយទឹកការឆ្ពង់ការប្រើសាជូការប្រើក្រូចឆ្មាឬមួយក៏ស្លឹកគ្រៃតាមរបៀបធម្មជាតិហើយទៅតាមការពិនិត្យរករបស់យើងតើលទ្ធផលចេញមកដូចអីគេបើចេញថាឥឡូវនឹងមានការរលាកថ្លើមដោយសារខ្លាញ់ដោយសារស្ករអានឹងស្រួលតើយើងចង់ជាបានភ្លាមហ្នឹងយូរបំផុត2ខែយើងជាហើយអាហ្នឹងក៏ប៉ុន្តែវាមិនងាយដូចខ្ញុំថាទេពីព្រោះមនុស្សដែលសម្បូរខ្លាញ់និងមនុស្សដែលសម្បូរស្ករជាទូទៅគឺពួកគាត់ញៀនបើទោះជាស្ករហ្នឹងមិនទាន់ធ្លាក់ក៏គាត់មានអារម្មណ៍ថាគាត់ខ្វះស្ករដែរហើយខ្លាញ់ក៏ដូចគ្នាណាតែកាលណាគាត់ឡើងហើយគឺមិនងាយរកវិធីចុះមកវិញបានទេយើងមានបញ្ហាមាត់ធ្មេញគឺយើងត្រូវទៅមើលបញ្ហាមាត់ធ្មេញអញ្ចឹងមិនថាពេលដែលយើងរកគឺយើងត្រូវរកឲ្យគ្រប់ជ្រុងជ្រោយឲ្យគ្រប់ប្រព័ន្ធនៅពេលដែលយើងបានលទ្ធផលគឺយើងព្យាបាលទៅតាមលទ្ធផលមូលហេតុអ្វីគឺព្យាបាលមូលហេតុហ្នឹងអញ្ចឹងសួរថាចុះបើទុកឲ្យខ្ញុំបែកញើសអុយអញ្ចឹងយូរតើមានផលប៉ះពាល់អ្វីដែរឬទេមានផលប៉ះពាល់ទី1គឺយើងធ្វើឲ្យពុលបរិស្ថានពុលអ្នកណាខ្លះពុលមនុស្សដែលនៅជុំវិញខ្លួនយើងបើយើងនៅក្នុងបន្ទប់មួយគឺមនុស្សមួយបន្ទប់ហ្នឹងពុលទាំងអស់គ្នានៅក្នុងឡានគឺពុលមួយឡានអង្គុយម្នាក់ឯងគឺពុលម្នាក់ឯងពីព្រោះអ្វីដែលយើងបានបញ្ចេញទៅតាមយើងនិងអ្វីដែលយើងបញ្ចេញតាមខ្យល់ដង្ហើមរបស់យើងគឺសុទ្ធតែជ្រាបចូលទៅក្នុងសួតម្នាក់ទៀតសុទ្ធតែជ្រាបចូលទៅក្នុងឈាមរបស់មនុស្សម្នាក់ទៀតដែលនៅក្បែរដែលដកដង្ហើមខ្យល់តែមួយក្នុងបន្ទប់តែមួយក្នុងបរិស្ថានតែមួយអញ្ចឹងទី1ពុលបរិស្ថានជុំវិញខ្លួនទី2ពុលខ្លួនឯងនោះគឺពុលរហូតដល់ណាគឺពុលរហូតដល់ទីបំផុតមានពេលខ្លះយើងគ្មានកម្លាំងមានពេលខ្លះទៀតយើងឈឺក្បាលយើងតប់ប្រមល់យើងគិតមិនចាញ់យើងគេងមិនលក់យើងឈឺសន្លាក់យើងលើសឈាមយើងខ្សោយបេះដូងយើងខ្សោយតម្រងនោមកាន់តែខ្លាំងយើងខ្សោយថ្លើមកាន់តែខ្លាំងអញ្ចឹងត្រឡប់មកវិញយ៉ាងហោចបំផុតគឺយើងអនាម័យមាត់ធ្មេញហើយយើងកុំញ៉ាំផ្ដេសផ្ដាសអាគ្រឿងកំប៉ុងអាជៀនអាបំពងអានំអាហារសម្រន់មួយណាថាមិនធ្វើពីស្ករលើតោះប្រាប់ខ្ញុំមកញ៉ាំអាហារសម្រន់ហ្នឹងធ្វើពីពងទាហើយបើមិននេះទេនំពងទាអញ្ចឹងហ្នឹងមិនស្ករទៀតណាមិនដែលថាខ្ញុំញ៉ាំអាហារសម្រន់អញ្ចឹងយកពងទាស្ងោរមួយហើយខ្ញុំជ្រលក់អំបិលម្រេចមិនដែលមានធ្វើពីស្ករទាំងអស់យកនំអីទៅយកផ្លែឈើអីទៅស្ករទាំងអស់ហ្នឹងហើយអញ្ចឹងអាហ្នឹងទៀតហើយណាវាប៉ះពាល់មុខងារថ្លើមវាប៉ះពាល់តម្រងនោមអាការញ៉ាំស្ករហ្នឹងហើយឲ្យតែញ៉ាំអាហារសម្រន់ហ្នឹងគឺញ៉ាំហើយនិយាយទៅអាហារសម្រន់ហ្នឹងទោះជាធ្វើពីអីក៏ញ៉ាំដែរគ្រប់ពេលដែលយើងដាក់របស់ចូលទៅក្នុងមាត់យើងកុំភ្លេចថាយើងមានលាមកមិនអាចថាញ៉ាំចូលទៅវាអត់លាមកទេអញ្ចឹងញ៉ាំទៅញ៉ាំច្រើនដងលាមកកាន់តែច្រើនបើសិនជាយើងញ៉ាំតែ3ដងលាមកមានតែ3ដងហ្នឹងការវិចខ្ចប់លាមកការទុកដាក់លាមកការបន្សាបជាតិពុលចេញពីលាមកយកទៅចាក់ចោលហ្នឹងវាងាយស្រួលជាងតែនៅពេលដែលយើងទៅញ៉ាំរួចបាន1ម៉ោង2ម៉ោងយើងទៅញ៉ាំទៀតគ្នាមិនទាន់ទាំងទុកដាក់អាជាតិពុល2ម៉ោងមុនអស់ផងទៅប្រើឲ្យចេញជាតិពុលមួយសាទៀតលាមកមួយសាទៀតទឹកនោមមួយសាទៀតនៅក្នុងឈាមទៀតអញ្ចឹងយើងកាត់បន្ថយការញ៉ាំកុំញ៉ាំច្រើនពេលពេកកុំញ៉ាំអាហារសម្រន់ហើយនៅចន្លោះម៉ោងអាហារបើសិនជាអាចញ៉ាំបានដែលល្អបំផុតហ្នឹងគឺទឹកគឺជួយបញ្ចេញជាតិពុលចោលគឺជួយពង្រាវជាតិពុលហ្នឹងឲ្យចេញស្រួលតាមទឹកនោមមួយទៀតត្រូវតាមការញ៉ាំសាច់សិប្បនិមិត្តការញ៉ាំសាច់សិប្បនិមិត្តវាមានបញ្ហាច្រើនដោយសារជាតិគីមីដែលគេដាក់ចូលទៅក្នុងការពារសាច់សិប្បនិមិត្តនៅក្នុងការវេចខ្ចប់របស់គេណាឧទាហរណ៍ដូចសាច់ហាមគេខ្ចប់មកហើយសាច់ hot dog គេខ្ចប់មកហើយហ្នឹងមានជាតិគីមីច្រើនហើយមានថ្នាំផ្សះដើម្បីការពារកុំឲ្យវាដុះមេរោគហ្នឹងអញ្ចឹងទៅវាធ្វើឲ្យខូចមេរោគល្អរបស់យើងអញ្ចឹងវាបាត់លំនឹងមេរោគអញ្ចឹងវាដុះមេរោគអាក្រក់អញ្ចឹងវាឡើងជាតិពុលខ្លាំងដែរអញ្ចឹងការញ៉ាំគ្រឿងកញ្ចប់គ្រឿងកំប៉ុងហ្នឹងដែលសំខាន់ខ្លាំងហ្នឹងគឺមិនឲ្យញ៉ាំអាហារសាច់ដែលវេចខ្ចប់នៅក្នុងកញ្ចប់វាដោយជាតិគីមីច្រើនពេកមួយទៀតអាហារដែលយើងញ៉ាំគឺសាច់សត្វដែលយើងញ៉ាំគួរតែកុំឲ្យគេចិញ្ចឹមតាមរបៀបដាក់ចំណីគីមីយើងអាចនឹងរកសត្វដែលវាស៊ីអាហារធម្មជាតិដូចគោស៊ីស្មៅអញ្ចឹង